cùng xuaខ្លួនឯងថាថ្ងៃហ្នឹងខ្ញុំរៀនបានប្រហែលម៉ោងប៉ុន្តែអ្វីដែលត្រូវសួរគឺត្រូវសួរខ្លួនឯងថាថ្ងៃហ្នឹងខ្ញុំរៀនចេះអីខ្លះថ្ងៃហ្នឹងគឺខ្ញុំនឹងមកប្រាប់ពីកំហុសមួយដែលអ្នកសិក្សាអ្នករៀនសូត្រគាត់តែងតែធ្វើវានៅពេលដែលគាត់កំពុងតែរៀនតែម្ដងហើយកំហុសដ៏ធំមួយហ្នឹងខ្ញុំក៏ធ្លាប់ធ្វើវានៅពេលដែលខ្ញុំកំពុងតែរៀនដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាថាតើកំហុសហ្នឹងជាអីបងប្អូនទាំងអស់គ្នាមួយចំនួនគឺប្រកាសជាដឹងថាបច្ចុប្បន្ននេះខ្ញុំក៏មានបើកវគ្គបរិញ្ញាបត្រភាសាអង់គ្លេសតាមអនឡាញដែរប៉ុន្តែតិចទៀតចាំយើងនឹងនិយាយបន្ថែមពីវានិយាយទៅកំហុសដ៏ធំមួយនេះមិនថាតែបងប្អូនទាំងអស់គ្នាចំណាយពេលច្រើនម៉ោងរៀនទៅលើភាសាអង់គ្លេសក៏ដោយឬក៏គណិតវិទ្យាភាសាខ្មែរមុខវិជ្ជាអីផ្សេងៗទៀតក៏ដោយដែលបងប្អូនទាំងអស់គ្នាកំពុងតែរៀននេះទោះបីចំណាយពេលច្រើនម៉ោងទៅលើវាមិនក៏ដោយតែបើបងប្អូនទាំងអស់គ្នាប្រើកំហុសមួយនេះហើយរៀនច្រើនម៉ោងមិនក៏រៀនអត់ទៅមុខដែរហើយកំហុសមួយហ្នឹងគឺជាកំហុសការដែលយើងរៀនបែបអសកម្មអញ្ចឹងតើការរៀនបែបអសកម្មហ្នឹងបានន័យថាម៉េចទៅការរៀនបែបអសកម្មគឺជាការដែលបងប្អូនទាំងអស់គ្នាចំណាយពេលច្រើនម៉ោងមែនទែនទៅលើមុខវិជ្ជាមួយនឹងទៅលើការរៀនភាសាអង់គ្លេសទៅលើការរៀនគណិតវិទ្យាភាសាខ្មែរឬក៏មុខវិជ្ជាផ្សេងៗដែលបងប្អូនទាំងអស់គ្នាកំពុងតែរៀនសប្តាហ៍ថ្ងៃហ្នឹងគឺចំណាយពេលច្រើនម៉ោងខ្លាំងមែនទែនប៉ុន្តែការដែលបងប្អូនទាំងអស់គ្នាចំណាយពេលច្រើនម៉ោងទាំងអស់ហ្នឹងគឺបងប្អូនទាំងអស់គ្នាគ្រាន់តែអង្គុយអានអង្គុយមើលអង្គុយស្ដាប់អង្គុយ highlight ហើយអង្គុយកត់ប៉ុន្តែជាក់ស្ដែងនៅពេលដែលអង្គុយអានអង្គុយកត់អង្គុយមើលមេរៀនទាំងអស់ហ្នឹងហើយមានណាគេម្នាក់មកសួរថាអូរៀនមិញហ្នឹងរៀនពីអីអានមិញហ្នឹងអានពីអីអាចជួយបញ្យល់បានអត់ពេលដែលគេសួរសំណួរបែបហ្នឹងគឺបងប្អូនទាំងអស់គ្នាអត់ឆ្លើយមួយគេអត់ចេញទេនិយាយទៅគឺអត់អាចបញ្យល់ពីអីដែលខ្លួនឯងបានស្ដាប់អ្វីដែលខ្លួនឯងបានមើលអ្វីដែលខ្លួនឯងបានអានហើយអ្វីដែលខ្លួនឯងបាន highlight ហ្នឹងទៅកាន់មនុស្សម្នាក់ទៀតទេហេតុផលហ្នឹងគឺដោយសារតែខួរក្បាលយើងអត់បានចាំទេពេលដែលបងប្អូនទាំងអស់គ្នាចំណាយពេលអង្គុយអាន2 3ម៉ោងឬក៏អង្គុយកត់4 5ម៉ោងណាមើលទៅប្រៀបដូចជាយើងគិតខ្លួនឯងថាអូថ្ងៃនេះខ្ញុំរៀនច្រើនម៉ោងខ្ញុំអង្គុយកត់ឡើង4 5ម៉ោងខ្ញុំអង្គុយអានឡើង4 5ម៉ោងខ្ញុំអង្គុយ highlight note ហ្នឹងឡើង4 5ម៉ោងហើយថ្ងៃហ្នឹងខ្ញុំរៀនឡើងអស់5ម៉ោងអញ្ចឹងទៅពេលដែលយើងមើលទៅអូថ្ងៃហ្នឹងដូចខ្ញុំរៀនបានច្រើនណាស់ប៉ុន្តែក៏ពិតជាក់ស្ដែងពេលដែលសួរត្រឡប់មកវិញថាដូចថថ្ងៃស្អែកគេសួរបងប្អូនទាំងគ្នាត្រឡប់មកវិញថាតើពេលដែលអានហ្នឹងចេះអីខ្លះពេលដែល highlight ហ្នឹង highlight ពីអីយើងភ្លេចអស់លីងអាហ្នឹងគឺដោយសារតែបងប្អូនទាំងគ្នាអត់មានបានរៀនទេអាហ្នឹងគឺការរៀនបែបអសកម្មចំណាយពេលច្រើនម៉ោងលើវាប៉ុន្តែជាក់ស្ដែងគឺយើងអត់មានបានរៀនពីវាទេចឹងឥឡូវនេះគឺខ្ញុំសូមណែនាំតាក់ទងទៅនឹងវគ្គបរិញ្ញាបត្រភាសាអង់គ្លេសរបស់ខ្ញុំបច្ចុប្បន្ននេះគឺខ្ញុំមានបើកវគ្គបរិញ្ញាបត្រភាសាអង់គ្លេសតាមអនឡាញដែលខ្ញុំមានផ្ដោតទៅលើការនិយាយការស្ដាប់ថ្នាក់វិជ្ជាករថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅដែលយើងមានតាំងពីកម្រិតសម្រាប់បងឬក៏បងប្អូនដែលអត់ទាន់ចេះអីសោះកម្រិតដំបូងនិយាយទៅគឺគ្រប់កម្រិតតែម្ដងមួយវិញទៀតយើងក៏មានថ្នាក់ពិសេសបានន័យថាថ្នាក់គ្រូមួយសិស្សមួយផងដែរចំពោះការសិក្សានៅក្នុងថ្នាក់វិញគឺយើងនឹងរៀនតាមរយៈ Google Meet មួយវិញទៀតដែរបើបងប្អូនទាំងគ្នាចុះឈ្មោះចូលរៀនវគ្គផ្ដោតទៅលើការនិយាយការស្ដាប់ហ្នឹងគឺយើងនឹងផ្ដោតទៅលើការនិយាយសុទ្ធតែម្ដងនិយាយទៅ30នាទីដំបូងយើងនឹងមានការសន្ទនាជាមួយគ្រូជាមួយនឹងសិស្សានុសិស្សគ្នាឯងនៅក្នុងថ្នាក់មួយហ្នឹងមួយវិញទៀត30នាទីក្រោយគឺបងប្អូនទាំងគ្នានឹងរៀនមេរៀនការសន្ទនាសុទ្ធតែម្ដងហើយចំពោះថ្នាក់វិជ្ជាករវិញគឺយើងនឹងរៀនពីវិជ្ជាករទាំងការទាំង12ក៏ដូចជា conjunction និយាយទៅគឺគ្រប់វិជ្ជាករទាំងអស់បន្ទាប់មកយើងក៏មានការអនុវត្តជាក់ស្ដែងដែរហើយក៏មាន homework ដូចគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងគ្នាធ្វើ homework ហើយគឺបងប្អូនទាំងគ្នាអាចតម្លាក់នៅក្នុង group ដូចដែលបងប្អូនទាំងគ្នាបានឃើញនៅក្នុង Telegram នេះដូចគ្នានិយាយទៅនឹងថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅឧទាហរណ៍មួយដូចជាថ្នាក់មូលដ្ឋានគ្រឹះអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងបងប្អូនទាំងគ្នារៀនទាំងវិជ្ជាកររៀនទាំងការសន្ទនាដែរប៉ុន្តែគ្រាន់ថាកម្រិតមូលដ្ឋានគ្រឹះអញ្ចឹងវាកម្រិតទីតិចផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន homework យើងមានការសន្ទនាអីទូទៅដូចថ្នាក់ធម្មតាអញ្ចឹងកែប៉ុន្តែគ្រាន់ថាយើងរៀនប្រើតាមសម័យទំនើបគឺសម័យ technology ផងដែរបើនិយាយទៅនឹងតម្លៃក្នុងការសិក្សាវិញគឺត្រឹមតែ$10ទេក្នុងមួយខែសម្រាប់50នាក់ដំបូងចំពោះតម្លៃធម្មតាគឺ$20ក្នុងមួយខែមួយវិញទៀតសម្រាប់ថ្នាក់ពិសេសដែលជាថ្នាក់មួយដែលយើងផ្ដោតទាំងទៅលើ4ផ្នែកទៅលើភាសាអង់គ្លេសហ្មងទាំង listening speaking writing ហើយនិង reading ហ្នឹងតែដើម្បីឲ្យបងប្អូនទាំងគ្នាចូលរៀនថ្នាក់ពិសេសនេះបានគឺតម្រូវឲ្យបងប្អូនទាំងគ្នាត្រូវធ្វើ test សិនដើម្បីឲ្យយើងរៀបចំមេរៀនទៅតាមកម្រិតភាសាអង់គ្លេសរបស់បងប្អូនទាំងគ្នាហើយចំពោះតម្លៃសម្រាប់ថ្នាក់ពិសេសមួយនេះគឺតម្លៃត្រឹមតែ$200ក្នុងមួយខែតែប៉ុណ្ណោះចឹងសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសតាមអនឡាញនេះបងប្អូនទាំងគ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទមួយនេះឬក៏ Telegram ខ្ញុំដោយផ្ទាល់ក៏បានដែរអញ្ចឹងកំហុសដែលបងប្អូនទាំងគ្នាធ្វើនោះគឺបែបហ្នឹងហើយឧទាហរណ៍មួយទៀតជាក់ស្ដែងឧទាហរណ៍ថាបងប្អូនទាំងគ្នាអង្គុយអានសៀវភៅហ្នឹងអស់រយៈពេល2ម៉ោងប៉ុន្តែពេលគេសួរគឺបងប្អូនទាំងគ្នាអត់ចេះអីវិញទាំងអស់ដោយសារខួរក្បាលរបស់យើងអត់បានចាំពីវាទេអាហ្នឹងឯងគឺជាការរៀនបែបអសកម្មអញ្ចឹងត្រឡប់មកវិញអ្វីដែលបងប្អូនទាំងគ្នាអាចធ្វើបានគឺត្រូវរៀនបែបសកម្មអញ្ចឹងថាតើការរៀនបែបសកម្មហ្នឹងវាមានន័យថាម៉េចការរៀនបែបសកម្មបានន័យថាបងប្អូនទាំងគ្នានៅតែចំណាយពេលនៅលើការអានសៀវភៅនឹងតែនៅតែអានតែប៉ុន្តែលើកនេះនៅពេលដែលបងប្អូនទាំងគ្នាអានមិនមែនអាន5ម៉ោងនឹងហើយចប់ទេឬក៏មិនមែនអាន1ម៉ោងនឹងហើយចប់លែងតែធ្វើអីលែង highlight លែង note ទេមែនទេគ្រាន់តែថាពេលដែលបងប្អូនទាំងគ្នាអានសៀវភៅមួយជំពូកនឹងអស់រយៈពេល1ម៉ោងហើយអញ្ចឹងមិនមែនអានចប់ហើយទុកសៀវភៅនឹងចោលវិញណាអត់ទេក្នុងមួយជំពូកមេរៀនគេមិនមានតាមចំណុចរបស់វាចំណុចទី1ចំណុច 1.1 ចំណុច 2.1 អីចឹងទៅអញ្ចឹងអ្វីដែលការរៀនបែបសកម្មអ្វីដែលគេចង់ឲ្យបងប្អូនទាំងគ្នាធ្វើនឹងពេលដែលអានចប់មួយចំណុចត្រូវបិទសៀវភៅនឹងទុកហើយសង្ខេប
ដោយប្រើពាក្យរបស់ខ្លួនឯងបានន័យថាព្យាយាមដូចជាយើងបញ្យល់ខ្លួនឯងឬក៏បញ្យល់នរណាគេម្នាក់ឲ្យយល់ពីចំណុចមួយហ្នឹងអញ្ចឹងអានេះគឺជាការរៀនបែបសកម្មមិនមែនគ្រាន់តែអានសភៅនឹង2ម៉ោងហើយបិទសភៅនឹងទុកហើយចប់ទៅអត់ទេអាហ្នឹងគឺការរៀនបែបអសកម្មហើយពេលដែលគ្រាន់តែអានហើយទុកសភៅនឹងវិញថ្ងៃស្អែកគេមកសួរវិញថាចេះអីខ្លះភ្លេចអស់លីងហើយអញ្ចឹងដើម្បីកុំឲ្យយើងភ្លេចដើម្បីអាចឲ្យយើងចាំនៅអីដែលយើងបានរៀនគឺពេលដែលយើងអានពេលដែលអានចប់មកចំណុចហើយត្រូវតែរៀនសង្ខេបវាឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួនឯងផ្ទាល់អញ្ចឹងពេលដែលបងប្អូនទាំងអស់គ្នាប្រើពាក្យពេចន៍របស់ខ្លួនឯងត្រូវរៀនបញ្យល់ខ្លួនឯងឬក៏បញ្យល់ទៅកាន់ខ្នើយអោបរបស់យើងក៏បានដែរបញ្យល់ទៅកាន់ខ្លួនឯងដូចជាយើងកំពុងតែបញ្យល់ទៅកាន់នរណាគេម្នាក់ឲ្យយល់ពីចំណុចដែលយើងបានអានអញ្ចឹងអាហ្នឹងគឺជាការរៀនបែបសកម្មអញ្ចឹងពេលដែលយើងនិយាយដោយប្រើពេចន៍របស់ខ្លួនឯងគឺយើងចាំទៅលើអីដែលយើងបានរៀនហ្នឹងឧទាហរណ៍ការដែលបងប្អូនទាំងអស់គ្នាទៅរៀនគួរអញ្ចឹងពេលដែលយើងទៅរៀនគួរអាហ្នឹងគឺជាការដែលយើងរៀនបែបអសកម្មហីអញ្ចឹងទោះអង្គុយស្ដាប់គ្រូប្រហែលម៉ោងក៏ដោយប៉ុន្តែបើអត់ព្យាយាមធ្វើលំហាត់នឹងខ្លួនឯងទេគឺនៅតែអត់ចេះទេការដែលយើងទៅរៀនគួរគឺជាការដែលរៀនបែបអសកម្មហេតុអីយើងអង្គុយចំណាយពេល1ម៉ោង2ម៉ោងហ្នឹងមែនប៉ុន្តែយើងគ្រាន់តែអង្គុយមើលយើងគ្រាន់តែអង្គុយស្ដាប់យើងគ្រាន់តែអង្គុយកត់ទេអញ្ចឹងពេលដែលយើងមើលគ្រូទៅមើលគ្រូធ្វើមានអារម្មណ៍ថាអូលំហាត់នឹងស្រួលហើយខ្ញុំអាចធ្វើលំហាត់នឹងបានប៉ុន្តែឃើញទេនៅពេលដែលយើងសាកល្បងមកធ្វើលំហាត់នឹងខ្លួនឯងមាននឹងអីកាត់ឡើងអត់ចេះភ្លេចរូបមន្តចំអាលេខនេះបានមកពីណាសញ្ញាបូកនេះបានមកពីណាគឺយើងអត់ចាំទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺពេលដែលមកដល់ផ្ទះវិញត្រូវរៀនបែបសកម្មបានន័យថាយកលំហាត់ដែលគ្រូបរៀននឹងយកមកធ្វើវាឡើងវិញហើយបិទចម្លើយកុំមើលចម្លើយនឹងត្រូវរៀនសាកល្បងធ្វើខ្លួនឯងហើយអត់យល់កន្លែងណាហ៊ានបញ្យល់ខ្លួនឯងរូបមន្តនេះគេបានមកពីកន្លែងណាលេខនេះគេបានមកពីកន្លែងណាសញ្ញាបូកដកនឹងហេតុអីបានវាគេដាក់បូកកន្លែងនឹងហេតុអីបានកន្លែងនេះគេដាក់ដកត្រូវរៀនបញ្យល់ខ្លួនឯងអញ្ចឹងនេះគឺជាកំហុសមួយដែលឃើញថាណាគេក៏ធ្លាប់មានវាដែរការពេលខ្ញុំនៅរៀនក៏ដូចគ្នាដែរបងប្អូនអ្នកខ្ញុំគិតថាអូថ្ងៃនេះខ្ញុំបានទៅរៀនគួរហើយអញ្ចឹងខ្ញុំបានរៀនហើយប៉ុន្តែចាក់ស្ដែងការដែលយើងទៅរៀនគួរនោះគឺគ្រាន់តែជាការដែលយើងរៀនបែបអសកម្មទេអញ្ចឹងភាពខុសគ្នារវាងការរៀនបែបអសកម្មនិងការរៀនបែបសកម្មគឺខុសគ្នាត្រង់ថាការរៀនបែបអសកម្មយើងនឹងសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំរៀនបានប្រហែលម៉ោងហើយឃើញខ្លួនឯងរៀនបានច្រើនម៉ោងគឺសប្បាយចិត្តណាប៉ុន្តែទាំងដែលចាក់ស្ដែងការរៀនច្រើនម៉ោងនោះគឺយើងអត់ទទួលបានចំណេះដឹងអីពីវាសោះហ្មងយើងគ្រាន់តែមើលយើងគ្រាន់តែស្ដាប់យើងគ្រាន់តែអង្គុយកត់ប៉ុន្តែចាក់ស្ដែងពេលសួរត្រឡប់មកវិញគឺអត់ចេះអីទេគ្រាន់តែថារៀនបានច្រើនម៉ោងប៉ុន្តែការរៀនបែបសកម្មយើងអត់ផ្ដោតទៅលើរយៈពេលនៃការរៀនទេរៀនបាន1ម៉ោងក៏យើងសប្បាយចិត្តរៀនបាន2ម៉ោងក៏យើងសប្បាយចិត្តដែរប៉ុន្តែអ្វីដែលសំខាន់សំណួរដែលយើងសួរទៅកាន់ខ្លួនឯងហ្នឹងតើថ្ងៃហ្នឹងខ្ញុំរៀនចេះបានអីខ្លះមិនមែនត្រូវសួរខ្លួនឯងថាថ្ងៃហ្នឹងខ្ញុំរៀនបានប្រហែលម៉ោងទេសំណួរដែលសួរថាថ្ងៃហ្នឹងខ្ញុំរៀនបានប្រហែលម៉ោងអត់សំខាន់ទេប៉ុន្តែអ្វីដែលសំខាន់ថ្ងៃហ្នឹងខ្ញុំរៀនចេះអីខ្លះអាហ្នឹងគឺភាពខុសគ្នារវាងការរៀនបែបអសកម្មនិងការរៀនបែបសកម្មសូម្បីតែការរៀនភាសាអង់គ្លេសក៏ដូចគ្នាដែរពេលដែលបងប្អូនទាំងគ្នានៅក្នុងថ្នាក់អាហ្នឹងគឺជាការដែលបងប្អូនទាំងគ្នារៀនបែបអសកម្មព្រោះបងប្អូនទាំងគ្នាគ្រាន់តែអង្គុយស្ដាប់គ្រូបងប្អូនទាំងគ្នាគ្រាន់តែអង្គុយកត់ប៉ុន្តែយើងអត់បានអនុវត្តខ្លួនឯងទេពេលដែលយើងអនុវត្តខ្លួនឯងជាមួយនឹងអ្នកគ្រូឬក៏ជាមួយនឹងមិត្តរួមថ្នាក់របស់យើងអាហ្នឹងឯងគឺជាពេលដែលយើងរៀនបែបសកម្មហើយនៅពេលដែលយើងរៀនតាម YouTube ក៏អញ្ចឹងដែរនិយាយទៅខ្ញុំរៀនភាសាអង់គ្លេសភាគច្រើនគឺខ្ញុំរៀនដោយខ្លួនឯងតាមរយៈ YouTube វីដេអូអីចឹងណាអញ្ចឹងនៅពេលដែលខ្ញុំមើលវីដេអូ YouTube ហ្នឹងមិនមែនខ្ញុំគ្រាន់តែមើលខ្ញុំគ្រាន់តែស្ដាប់ទេបើខ្ញុំគ្រាន់តែមើលខ្ញុំគ្រាន់តែស្ដាប់ខ្ញុំគ្រាន់តែកត់អាហ្នឹងគឺជាការរៀនបែបអសកម្មព្រោះខ្ញុំគ្រាន់តែអង្គុយកត់ហ្នឹងប៉ុន្តែបើខ្ញុំរៀនបែបសកម្មវិញបានន័យថាពេលដែលខ្ញុំមើលប្រើខ្ញុំនិយាយប្រើអញ្ចឹងពេលដែលវីដេអូហ្នឹងគេលោតអក្សរមកខ្ញុំអានតាមអក្សរមួយហ្នឹងបានន័យថាខ្ញុំកំពុងរៀនបែបសកម្មហីគឺអណ្ដាតខ្ញុំពងអលាស់គឺខ្ញុំកំពុងតែអានតាមពេលដែលអានតាមចប់មកវីដេអូហ្នឹងហើយខ្ញុំសង្ខេបឡើងមកវិញថាវីដេអូហ្នឹងគេនិយាយអីខ្លះអញ្ចឹងប្រៀបដូចជាខ្ញុំហ្នឹងហ្វឹកហាត់ខួរក្បាលខ្លួនឯងហ្នឹងណាឲ្យប្រើប្រាស់ការចងចាំរបស់ខ្លួនឯងថាមិនហ្នឹងខ្ញុំបាននិយាយពីអីខ្លះមិនហ្នឹងគេមានអក្សរអីខ្លះដែលខ្ញុំអាចរៀនបានគឺធ្វើឲ្យខ្ញុំ recall បានថារំលឹកវាឡើងមកវិញអីចឹងទៅខ្ញុំមិនអាចគ្រាន់តែមើលវីដេអូហ្នឹងហើយចុចបិទហើយចប់ឯអត់ទេបើខ្ញុំគ្រាន់តែមើលចុចបិទហើយចាប់អាហ្នឹងគឺខ្ញុំអាចរៀនសូត្រអីបានពីវាសោះហ្មងអញ្ចឹងបើបងប្អូនទាំងគ្នាពិតជាចង់ចេះភាសាអង់គ្លេសមែនទៅរៀនបែបសកម្មណាបានន័យថារៀនហើយពេលដែលកត់ហើយត្រូវអានថាតាមទៀតអានថាតាមហើយត្រូវរំលឹកវាឡើងវិញហើយបញ្យល់ខ្លួនឯងវិញដោយប្រើពាក្យពេចន៍របស់ខ្លួនឯងផ្ទាល់ហ្មងមិនមែនគ្រាន់តែមើលគ្រូហើយស្ដាប់គ្រូហើយចប់ឯអត់ទេប៉ុន្តែត្រូវសង្ខេបឡើងមកវិញថ្ងៃហ្នឹងពេលដែលខ្ញុំរៀនមួយគ្រូ1ម៉ោងតើគ្រូគាត់និយាយអីខ្លះសង្ខេបឡើងមកវិញជាភាសាអង់គ្លេសហើយសូម្បីតែការរៀនគណិតវិទ្យាក៏ដូចគ្នាដែរណាបងប្អូនពេលដែលបងប្អូនទាំងគ្នាមើលគ្រូបញ្យល់មានអារម្មណ៍ថាអូយល់តែពេលមកធ្វើខ្លួនឯងគឺចំបានរូបមន្តមកពីណាលេខនេះបានមកពីណាអញ្ចឹងចំណុចនេះហើយគឺជាភាពខុសគ្នារវាងការរៀនបែបអសកម្មនិងការរៀនបែបសកម្មអញ្ចឹងចំណុចចុងក្រោយដែលខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាត្រឡប់យកទៅផ្ទះវិញណាកុំសួរខ្លួនឯងថាថ្ងៃហ្នឹងខ្ញុំរៀនបានប្រហែលម៉ោងប៉ុន្តែអ្វីដែលត្រូវសួរគឺត្រូវសួរខ្លួនឯងថាថ្ងៃហ្នឹងខ្ញុំរៀនចេះអីខ្លះវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសម្រាប់ការទស្សនាហើយសង្ឃឹមថានឹងបានជួបបងប្អូនទាំងគ្នានៅវីដេអូក្រោយទៀតដែរបាយបាយ
ចឹងឥឡូវនេះគឺខ្ញុំសូមណែនាំតាក់ទងទៅនឹងវគ្គបរិញ្ញាបត្រភាសាអង់គ្លេសរបស់ខ្ញុំបច្ចុប្បន្ននេះគឺខ្ញុំមានបើកវគ្គបរិញ្ញាបត្រភាសាអង់គ្លេសតាមអនឡាញដែលខ្ញុំមានផ្ដោតទៅលើការនិយាយការស្ដាប់ថ្នាក់វិជ្ជាករថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅដែលយើងមានតាំងពីកម្រិតសម្រាប់បងឬក៏បងប្អូនដែលអត់ទាន់ចេះអីសោះកម្រិតដំបូងនិយាយទៅគឺគ្រប់កម្រិតតែម្ដងមួយវិញទៀតយើងក៏មានថ្នាក់ពិសេសបានន័យថាថ្នាក់គ្រូមួយសិស្សមួយផងដែរចំពោះការសិក្សានៅក្នុងថ្នាក់វិញគឺយើងនឹងរៀនតាមរយៈ Google Meet មួយវិញទៀតដែរបើបងប្អូនទាំងអស់គ្នាចុះឈ្មោះចូលរៀនវគ្គផ្ដោតទៅលើការនិយាយការស្ដាប់ហ្នឹងគឺយើងនឹងផ្ដោតទៅលើការនិយាយសុទ្ធតែម្ដងនិយាយទៅ30នាទីដំបូងយើងនឹងមានការសន្ទនាជាមួយគ្រូជាមួយនឹងសិស្សានុសិស្សគ្នាឯងនៅក្នុងថ្នាក់មួយហ្នឹងមួយវិញទៀត30នាទីក្រោយគឺបងប្អូនទាំងអស់គ្នានឹងរៀនមេរៀនការសន្ទនាសុទ្ធតែម្ដងហើយចំពោះថ្នាក់វិជ្ជាករវិញគឺយើងនឹងរៀនពីវិជ្ជាករទាំងការទាំង12ក៏ដូចជា conjunction និយាយទៅគឺគ្រប់វិជ្ជាករទាំងអស់បន្ទាប់មកយើងក៏មានការអនុវត្តជាក់ស្ដែងដែរហើយក៏មាន homework ដូចគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនទាំងអស់គ្នាធ្វើ homework ហើយគឺបងប្អូនទាំងអស់គ្នាអាចតម្លាក់នៅក្នុង group ដោយដែលបងប្អូនទាំងអស់គ្នាបានឃើញនៅក្នុង Telegram នេះដូចគ្នានិយាយទៅនឹងថ្នាក់ភាសាអង់គ្លេសកម្រិតទូទៅឧទាហរណ៍មួយដូចជាថ្នាក់មូលដ្ឋានគ្រឹះអញ្ចឹងនៅក្នុងថ្នាក់ហ្នឹងបងប្អូនទាំងអស់គ្នារៀនទាំងវិជ្ជាកររៀនទាំងការសន្ទនាដែរប៉ុន្តែគ្រាន់ថាកម្រិតមូលដ្ឋានគ្រឹះអញ្ចឹងវាកម្រិតធៀងទាបតិចផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន homework យើងមានការសន្ទនាអីទូទៅដូចថ្នាក់ធម្មតាចឹងកែប៉ុន្តែគ្រាន់ថាយើងរៀនប្រើតាមសម័យទំនើបគឺសម័យ technology ផងដែរបើនិយាយទៅទៅនឹងតម្លៃក្នុងការសិក្សាវិញគឺត្រឹមតែ$10ទេក្នុងមួយខែសម្រាប់50នាក់ដំបូងចំពោះតម្លៃធម្មតាគឺ$20ក្នុងមួយខែមួយវិញទៀតសម្រាប់ថ្នាក់ពិសេសដែលជាថ្នាក់មួយដែលយើងផ្ដោតទាំងទៅលើ4ផ្នែកទៅលើភាសាអង់គ្លេសហ្មងទាំង listening speaking writing ហើយនិង reading ហ្នឹងតែដើម្បីឲ្យបងប្អូនទាំងអស់គ្នាចូលរៀនថ្នាក់ពិសេសនេះបានគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាត្រូវធ្វើ test សិនដើម្បីឲ្យយើងរៀបចំមេរៀនទៅតាមកម្រិតភាសាអង់គ្លេសរបស់បងប្អូនទាំងអស់គ្នាហើយចំពោះតម្លៃសម្រាប់ថ្នាក់ពិសេសមួយនេះគឺតម្លៃត្រឹមតែ$200ក្នុងមួយខែតែប៉ុណ្ណោះចឹងសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការរៀនភាសាអង់គ្លេសតាមអនឡាញនេះបងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទមួយនេះឬក៏ Telegram ខ្ញុំដោយផ្ទាល់ក៏បានដែរ